ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខាងជួបជាមួយនឹងខ្ញុំមេងហងយូហើយតែតើតងនិយាយអំពីវីដេអូកាត់រសាអសតក៏ដូចជាកម្រិតនៃអសតដែលយើងហៅថាដូចាឆ្នាំទាំងអស់នេះមាន4មុខចា1 2 3 4ហើយនេះ5នេះទាំងកំប្រេះទេចាដោយសារតែខ្ញុំទៅធ្វើចំហហើយដូច្នេះហើយខ្ញុំក៏បង្ហាញពុកម៉ែបងប្អូនឆ្នាំទាំង4មុខហ្នឹងគឺផ្សំយកគ្នាហើយញ៉ាំតែម្ដងគឺសម្រាប់គុណភាពព្យាបាលទៅលើក្រោយការវះកាត់មិនថាវះកាត់ច្រមុះវះកាត់កូនចាសម្រាប់ដោយវះកាត់ណាចាហើយនឹងវះកាត់បតឹងស្បែកមុខអីហ្នឹងគឺយើងអាចប្រើថ្នាំផ្សំទាំង4មុខហ្នឹងញ៉ាំទៅឆាប់ជាឆាប់សះបកាការបករោគហើយនឹងខ្ញុំនេះញ៉ាំថ្នាំផងចាក់សេរ៉ូមផងចាដោយសារខ្ញុំទៅជាពេទ្យខ្លួនឯងនៅពេលអញ្ចឹងងាយស្រួលទេខ្ញុំផ្សំខ្លួនឯងខ្លួនឯងអញ្ចឹងណាទៅទិញថ្នាំខ្លួនឯងទៀតចាឃើញសបកដែលខ្ញុំញ៉ាំខ្ញុំញ៉ាំបាន2 3ថ្ងៃហើយចា3ថ្ងៃដល់ថ្ងៃដែលខ្ញុំចូលប្លុកវះចាហើយអុកម៉ងតាំងហ្នឹងគឺជាប្រភេទអង់ទីប៊ីយោទិកណាបងប្អូនកម្រិត625ចំពោះមនុស្សធំញ៉ាំមួយថ្ងៃ3ដងក្រោយអាហារហើយដូសបោះនេះហ្នឹងបោះថ្នាំហ្នឹងគុណនឹង50មីលីក្រាមក្នុង1គីឡូក្នុងមួយថ្ងៃចាហើយចែកនឹង3ដងទៅចំណែក1ក្រាមនោះគឺអាចញ៉ាំមួយថ្ងៃ2ដងចំពោះមនុស្សធំហើយគិតទៅតាមគីឡូរបស់មនុស្សដែរមនុស្សណារៀងធាត់គីឡូរៀងធ្ងន់អញ្ចឹងយើងឲ្យ1ក្រាមអញ្ចឹងទៅណាហើយគុណភាពព្យាបាលទៅលើ OAL ទៅជាចំពោះបំពង់កហើយចំពោះសួតក៏ត្រូវដែរដូចជារលាកទាំងសួតរលាកសាច់សួតអីអញ្ចឹងណាបងប្អូនមានពាក្យបច្ចេកទេសហៅថាភ្នើមនីប្រងស៊ីតខ្ញុំនិយាយរៀងញាប់ប៉ុន្តែដោយសារតែmemory ទូរស័ព្ទខ្ញុំតែ 64G ទេអញ្ចឹងបើសិននិយាយវែងពេកក៏ពុកម៉ែបងប្អូនធុញហើយណាមួយទូរស័ព្ទខ្ញុំក៏រៀងពេញដែរអញ្ចឹងខ្ញុំនិយាយរៀងសង្ខេបឲ្យពុកម៉ែបងប្អូនយល់គឺស្ថិតក្នុងក្រុមថ្នាំ Penicillin A ចាហើយគឺជាប្រភេទអង់ទីប៊ីយោទិកបាក់បាក់តេរីចាទី2គឺប៉ារ៉ាសេតាមុលសារធាតុផ្សំមិនបាច់មើលទៅលើឈ្មោះទីផ្សារនិយាយសារធាតុផ្សំណាពុកម៉ែបងប្អូនស្ថិតក្នុងក្រុមថ្នាំ Anesthetic និងអង់ទីហ្វីរ៉ាទិកចាមានន័យថាបញ្ចុះកម្ដៅនិងបំបត្តិការឈឺចាប់ហើយក្នុងក្រុមថ្នាំនឹងផងដែរក៏មានឈ្មោះ Acetaminophen មួយទៀតដែរសារធាតុផ្សំប៉ុន្តែខ្ញុំយកតែដូលីប្រានខ្ញុំមកភីច្រើនគឺគេនិយមញ៉ាំប៉ារ៉ាសេតាមុលគេស្ទើរនិយម Acetaminophen នេះចាហើយបំបត្តិគុណភាពព្យាបាលហ្នឹងគឺបំបត្តិឈឺចាប់ហើយនឹងក្តៅខ្លួននេះបងប្អូនគេដាក់បារាំងហងអង់គ្លេសផងនេះ Dollar ហើយនឹង Apial ចាហើយចំពោះបារាំងខ្ញុំចេះអានទៅក្នុងពាក្យបច្ចេកទេសពេទ្យដែរណាពួកខ្ញុំរាប់រៀនដែរចាហើយអង់គ្លេសខ្ញុំមានតែបន្ទោតមកដែរភ័យនឹងឈឺចាប់ហើយអែននឹងហើយ fever នឹងក្តៅខ្លួនអញ្ចឹងបាត់ក្តៅខ្លួនហើយនឹងឈឺចាប់ដូចថាឈឺក្បាលក្តៅខ្លួនឈឺចុករយស្មាចង្កេះអីអញ្ចឹងបងគាត់ថាបើឈឺរៀងខ្លាំងគឺត្រូវបូកជាមួយពួក NSAID ហើយនឹងក្រុមថ្នាំកូទីកូអ៊ីតអីអញ្ចឹងទៅមួយណាក៏បានណាតែមិនមែនបុកទាំងពីរទេចាខុសច្បាប់ថ្នាំចំពោះមនុស្សធំញ៉ាំមួយថ្ងៃ3ដង10ទៅ15មីលីក្រាមក្នុង1គីឡូក្នុងម្ដងចាក្មេងក៏ទៅតាមនឹងដែរហើយទី3គឺ Alpha Choy ចាឈ្មោះទីផ្សារសារធាតុផ្សំ Alpha Chymotrypsin ស្ថិតនៅក្នុងក្រុមថ្នាំ Proteolytic Enzyme អង្គទី inflammatory ជួយបំបត្តិការរលាកក្រហមពេលដែលពុកម៉ែបងប្អូនធ្វើវះកាត់ហើយអញ្ចឹងទៅតែមានការរលាកការអីជាប់អីអញ្ចឹងណាបៀមនៅក្រោមតាតែភាគច្រើនញ៉ាំឲ្យនេះហ្មងញ៉ាំ2គ្រាប់បៀម2គ្រាប់ព្រឹក2គ្រាប់ល្ងាចចានៅក្រោមតាលឿនជាងព្រោះការប្រើនៃអសុតហ្នឹងគឺអញ្ចឹងណាបៀមបាច់ញ៉ាំទេតែញ៉ាំក៏បានគាត់ថាមិនសូវដូចថាវាខុសគោលការណ៍ការប្រើប្រាស់របស់ថ្នាំដែលគេ recommend មកចាហើយកូនក្មេងដូចជាអត់ដែរប្រើទេកូនក្មេងប្រើប្រភេទគាត់ទីដូច Dexamethasone នៃគេប្រើណាថ្នាំនេះចំពោះក្មេងចាហើយពួក Ibuprofen នេះក្មេងក៏អាចប្រើបានដែរសារធាតុផ្សំគឺ Ibuprofen លេខ400មីលីក្រាមហ្នឹងខ្ញុំមនុស្សធំខ្ញុំញ៉ាំលេខប៉ុណ្ណឹងទៅបើកូនក្មេងភាគច្រើនគេប្រើលេខ200មីលីក្រាមហើយកូនក្មេងទៅតាមហ្នឹងអញ្ចឹងណាតូចក៏ប្រើជាសេរ៉ូហើយក្មេងល្មម7 ឆ្នាំប្រើជាគ្រាប់បុកម្សៅអីអញ្ចឹងទៅជាដើមចាថ្នាំនេះគឺស្ថិតក្នុងក្រុមថ្នាំ NSAID ចា NSAID ហ្នឹងគឺប្រឆាំងការរលាកបំបត្តិហើមបានតិចតួចដែរចាហើយដុសនៃថ្នាំកម្រិតហ្នឹងគុណនឹង30ទៅ40មីលីក្រាមក្នុង1គីឡូក្នុងមួយថ្ងៃចែកជា3ដងហើយក្មេងក៏គុណនឹងប៉ុណ្្នឹងដែរចាតែគេយកកម្រិត200មីលីក្រាមឬក៏ជាម្សៅអីអញ្ចឹងណាពុកម៉ែបងប្អូនម្សៅប៉ុន្តែចំពោះពេទ្យគឺគេដឹងថាក្រុមថ្នាំហ្នឹងស្ថិតក្នុងក្រុមថ្នាំ NSAID ហើយជួយបំបត្តិ
ការរលាកបញ្ចុះកម្ដៅបានតិចតួចហើយបាត់ហើមបានតិចតួចដូចគ្នាឈឺចង្កេះឈឺខ្នងអីហ្នឹងបូកតែពីរហ្នឹងចូលគ្នានេះប៉ារ៉ាសេតាមុលហើយនឹងអៃបុយប្រូហ្វែនសម្រាប់ឈឺសរសៃឈឺសន្លាក់អីបានអញ្ចឹងណាបងប្អូនតែបើសន្លាក់ឈឺរបៀបរលាកសន្លាក់គេមានថ្នាំផ្សេងទៀតតែបើធ្វើថាឈឺសន្លាក់តិចតួចល្មូឈឺសាច់ដុំអីអញ្ចឹងឈឺចង្កេះឈឺខ្នងខ្ញុំសូមណែនាំពីប្រភេទសេរ៉ូមចាក់ព្យួរក្រៅការវះកាត់មិនថាវះកាត់ជំងឺទូទៅឬក៏វះកាត់កាយសម្ផស្សទេវះកាត់កាយសម្ផស្សគឺមានខាងលើដែលខ្ញុំរៀបរាប់ហ្នឹងមានច្រើនមានទាំងស្បែកមុខក៏ដោយមានច្រមុះមានដើមទ្រូងគ្រប់ការវះកាត់មិនថាវះកាត់ដោយជំងឺធំទូទៅវះកាត់ពោះវៀនវះកាត់ខ្ញុំជឿថាពុកម៉ែបងប្អូនដឹងហើយចាវះកាត់ដៃវះកាត់ជើងវះអីអាស្រ័យទៅលើដូចថាពេលខ្លះគាត់គ្រោះថ្នាក់ចរាចរណ៍ឬក៏មានជំងឺដែលត្រូវវះកាត់ចាអញ្ចឹងខ្ញុំសូមមិននិយាយអីវែងឆ្ងាយទៅនោះទេខ្ញុំមកជំរាបតាក់ទងទៅនឹងថ្នាំប្រភេទ solution ជាប្រភេទ powder អីអញ្ចឹងណាបងប្អូនទី1ដូចជា cetrizazole មាន powder ផងមាន solution ផងតែពីច្រើនដូចខ្ញុំអីក៏ខ្ញុំនិយមចូលចិត្តប្រើប្រភេទជាម្សៅដែរម្សៅហ្នឹងយកមកលាយជាមួយនឹង NS ជាមួយនឹង serum 100 ml ហើយក៏ PEV ក៏ព្យួរសេរ៉ូមឲ្យភ្ញៀវឬក៏អ្នកជំងឺអញ្ចឹងទៅចាហើយបន្ទាប់ពីដាក់Cetri នឹងហើយនេះខ្ញុំនិយាយតាក់ទងទៅនឹងការព្យួរបន្ទាប់ពីវះកាត់ច្រមុះខ្ញុំនិយាយពីខ្លួនឯងទេចាំនៅកាយសម្ផស្សកាយប្រាក់ដោយសារខ្ញុំធ្វើច្រមុះនៅទីនោះឯងអញ្ចឹងគាត់ព្យួរCetriឲ្យខ្ញុំហើយនឹងបន្ទាប់ពីCetriនឹងអស់គាត់ដាក់ Metronidazole 100 ml ចាជាប្រភេទសេរ៉ូមទឹកដូចគ្នាពេលដាក់អស់ទៅហើយក៏លាងរបួសលាងអីហើយក៏ត្រឡប់មកផ្ទះវិញអញ្ចឹងតែការលាងរបួសបើរបស់កូនចៅគាត់អីគឺគាត់លាងបានស្អាតល្អលាងដោះយកកំមនឹងចេញចាមិនដូចថាអស់កំមទៅគឺស្អាតតែសូវមានការបង្ករោគអីទេល្អខ្លាំងមែនទែនហើយរបួសយើងក៏សះក៏ស្ងួតចាថ្នេររបួសខ្ញុំនិយាយហ្នឹងគឺសំដៅលើថ្នេររបួសសះល្អឆាប់ក្រៀមចាតែត្រឹម5ថ្ងៃឬក៏មួយអាទិត្យអីហ្នឹងជាបាត់ហើយបើហូបថ្នាំបុកថ្នាំសះឲ្យដល់ចាដោយសារតែខ្ញុំហូបអុកមកតាំងលាយដែរអញ្ចឹងហើយហូបមកតាំងនេះខ្ញុំញ៉ាំមួយថ្ងៃ3ដងដល់ពេលអញ្ចឹងCetriនោះខ្ញុំដាក់តែ1ក្រាមទេលាយជាមួយនឹងមេត្រូ100 ml ស្មើនឹង500 mg ចាហើយដុសនៃCetriហ្នឹងដូចខ្ញុំប្រាប់មិញអញ្ចឹងកម្រិតមនុស្សធំ2ក្រាមក្នុងមួយថ្ងៃចង់បែងចែកក៏បានចង់ដាក់ single សូមណែនាំនៅថ្នាំមួយប្រភេទទៀតគឺខ្លាំងជាងCetriគុណភាពល្អជាងហើយតម្លៃក៏រៀងថ្លៃចាកម្រិតប្រើដូចទៅនឹងCetriទេមួយថ្ងៃចំពោះមនុស្សធំ1ក្រាមទៅ2ក្រាមឈ្មោះ Cefoperazone សូលបាក់តាមមាន Cefoperazone 0.5 ក្រាមនិង សូលបាក់តាម 0.5 ក្រាមចាហើយវីដេអូនេះមានតែប៉ុណ្្នេះទេសូមអរគុណដែលបានទស្សនាជម្រាប